Rìm xưa chụp khiថ្មីជាមួយដុល្លារខ្ញុំជឿថារៀងប្លែកភ្នែកបន្តិចទៅលើវីដេអូនេះយើងគ្រាន់តែចង់ធ្វើឲ្យដេញតាមសម័យកាលហើយឲ្យអ្នកដែលគាត់មើលវីដេអូខ្ញុំនឹងបានអ្វីដែលរៀងប្លែកភ្នែកអញ្ចឹងទៅចាក្នុងវីដេអូហ្នឹងខ្ញុំមកបង្ហាញតាក់ទងជាមួយនឹងរបៀបនៅក្នុងការ refund លុយឬក៏យើងស្នើសុំឲ្យគេនឹងសងលុយមកយើងវិញនៅក្នុង app មួយមានឈ្មោះថា Pinduoduo មួយនេះ app ហ្នឹងគឺតម្លៃវារៀងធូរថ្លៃខ្លាំងមែនតើអញ្ចឹងពេលខ្លះយើងចុចទិញទៅខុសព្រោះជួនកាលគឺអីវ៉ាន់ហ្នឹងគេដាក់ឲ្យឬក៏មួយវិញទៀតវាដាក់ខុសទីតាំងឬក៏អីមួយចំនួនអញ្ចឹងទៅយើងត្រូវការស្នើសុំឲ្យអ្នកលក់ហ្នឹងគាត់សងលុយមកកាន់យើងវិញម្ដងគឺខ្ញុំបានធ្វើតាក់ទងជាមួយនឹងរបៀបនៅក្នុងការបង្កើតគណនីការទិញហើយនិងការតាមដានទំនិញនៅក្នុង app Pinduoduo មួយនឹងហើយប៉ុន្តែខ្ញុំអត់ដែលធ្វើតាក់ទងជាមួយនឹងរបៀបឲ្យគេ refund លុយឲ្យយើងទេអញ្ចឹងចូលទៅមើលនៅក្នុងវីដេអូនេះទាំងអស់គ្នាសម្រាប់អ្នកដែលគាត់អត់ទាន់ចេះជាមួយនឹងរបៀបនៅក្នុងការ refund លុយនៅក្នុង app Pinduoduoចាអញ្ចឹងយើងដើម្បីស្នើសុំសងលុយវិញបានគឺជំហានដំបូងយើងចូលមកក្នុង app របស់យើងដែលមានឈ្មោះថា Pinduoduo ហ្នឹងមកតមកគឺយើងមើលនៅខាងក្រោមគេផុតស្ដាំដៃនេះយើងចុចលើហ្នឹងមានន័យថាឥឡូវយើងចុចទិញហើយគឺលេខវានឹងលោតនៅកន្លែងនេះប៉ុន្តែយើងមានបំណងប្រាថ្នាថាអូយើងអត់ចង់ទិញអីវ៉ាន់មួយហ្នឹងវិញយើងចង់ cancel វាចោលវិញអញ្ចឹងយើងចុចចូលទៅក្នុងហ្នឹងទៅអាហ្នឹងរបៀប refund លុយទី1ចុចចូលលើហ្នឹងតមកកន្លែងនេះវាអត់មានពាក្យ refund កើតទេយើងត្រូវចុចអក្សរចិន4អក្សរពណ៌ខ្មៅហើយនៅដើមគេផុតចុចលើអាហ្នឹងសិនមកចាពេលដែលចុចហើយយើងត្រឡប់មកទំព័រដើមវិញនេះត្រឡប់មកទំព័រដើមវិញលេខហ្នឹងគឺវានឹងលោតនៅកន្លែងរូបនាឡិកានេះអញ្ចឹងតើតែលេខហ្នឹងលោតនៅកន្លែងរូបនាឡិកាហ្នឹងទើបយើងអាចធ្វើការ refund លុយវិញបានឬមួយក៏ cancel ការទិញហ្នឹងវិញបានអញ្ចឹងដើម្បី refund កន្លែងហ្នឹងយើងចុចរូបនាឡិកាហ្នឹងទៅបន្ទាប់មកគឺយើងចុចអក្សរចិន4អក្សរនេះផ្ទៀងអក្សរឲ្យដូចរបស់ដុល្លារបង្ហាញអញ្ចឹងណាចុចលើអក្សរចិនហ្នឹងចាពេលដែលយើងចុចលើអក្សរចិនហ្នឹងហើយគឺនេះវានឹងប្រាប់បែលុយហ្នឹងគឺនឹង refund ទៅដោយខ្លួនឯងអូតូអញ្ចឹងចុចលើផ្ទាំងក្រហមហ្នឹងមកចាហើយករណីមួយទៀតលក្ខណៈថាចេះ account របស់អ្នកមួយចំនួនពេលដែលយើងចុចកន្លែង refund លុយហ្នឹងទៅគឺវានឹងចេញសួរចេះចេញសួរអញ្ចឹងយើងមើលអាសញ្ញាព្រួយដែលអត់ទាន់មានអក្សរយើងចុចលើហ្នឹងហើយមូលហេតុហ្នឹងគឺយើងយកមួយណាក៏បានដែរយើងអត់ចេះចិនយើងបក Google Translate ទៅយើងដូចយកឥឡូវនេះអញ្ចឹងថាខ្ញុំលេងចង់ទិញហើយអញ្ចឹងបន្ទាប់មកគឺយើងមើលចំនួនទឹកលុយតើដូចអ្វីដែលយើងបានទិញនឹងបង់ទៅគេអត់តែប៉ុណ្្នឹងហើយយើងចុចផ្ទាំងក្រហមនេះទៅអាហ្នឹងគឺយើងអាចធ្វើការ refund លុយវិញបានហើយរួចទៅតាក់ទងមួយចំណុចមួយទៀតហ្នឹងគឺមានន័យថាអីវ៉ាន់ហ្នឹងគឺយើងបានចុចទិញហើយវាក៏រត់មកកន្លែងរូបឡានហ្នឹងរួចរាល់ហើយដែរឬមួយក៏ថាបើអីវ៉ាន់ហ្នឹងអត់នៅរូបឡានវារត់ចូលមកដល់កន្លែង review អាហ្នឹងក៏យើងអាចចុច refund លុយបានដែរបើអីវ៉ាន់ហ្នឹងនៅកន្លែងរូបឡានយើងចុចកន្លែងរូបឡានសិនមកតែបើអ្នកខ្លះអីវ៉ាន់គាត់អត់ដល់រូបឡានទេគឺគាត់រត់មកកន្លែងក្រោយគេហើយអញ្ចឹងគាត់កុំចុចរូបក្រោយគេហ្នឹងគាត់ចុចអក្សរចិន2អក្សរទុយៗឡើងព្រួយនេះចុចលើហ្នឹងទៅហើយយើងមើលទៅលើផ្ទាំងអក្សរពាក្យនេះផ្ទាំងអក្សរ4អក្សរដែលបង្ហាញពីការ refund លុយនេះអញ្ចឹងគឺយើងចុចលើផ្ទាំងហ្នឹងពេលដែលចុចលើផ្ទាំងហ្នឹងហើយវានឹងសួរយើងថាតើអីវ៉ាន់ហ្នឹងគេបានដឹកឲ្យឬមួយក៏អត់អីក៏ចឹងណាអញ្ចឹងយើងយកអាខាងលើគឺយើងត្រូវការ refund លុយយើងអត់ត្រូវការញ៉ាអីវ៉ាន់ឲ្យគេវិញហើយឲ្យគេ refund លុយឲ្យយើងហើយពីព្រោះយើងមិននៅក្នុងស្រុកចិនអញ្ចឹងវាវែងឆ្ងាយអញ្ចឹងយើងយកអាខាងលើគេពេលយកលើគេហើយយើងមើលមកអាជួរអក្សរចិនទី2យើងយកអាពាក្យលើគេនឹងទៀតប្រាប់ថាយើងអត់បានទទួលតំណែងទេហើយហេតុផលចុងក្រោយទី3នេះគឺយើងមើលទៅតើហេតុផលមួយណាទី1ដូចថាយើងអត់ចង់បានតំណែងទេឬមួយក៏អ្នកដឹកក៏ដឹកខុសកន្លែងឬក៏អវ៉ាន់វាមានបញ្ហាឬក៏អីចឹងហ្នឹងយើងជ្រើសរើសយកហេតុផលមួយណាដែលសមស្របសម្រាប់យើងទៅអានេះខ្ញុំក៏ជាឧទាហរណ៍ខ្ញុំយកអាហ្នឹងហើយតោះមកយើងមើលទឹកលុយហ្នឹងត្រូវអត់ជាមួយនឹងតម្លៃអីវ៉ាន់ដែលយើងបានទិញអានេះគេដាក់2.64យួនជួនកាលអីវ៉ាន់ហ្នឹង50យួនតែយើងអត់បានមើលកន្លែងនេះ refund តែ2យួនបើយើងត្រូវចុចរូបខ្មៅដៃនេះកែគ្រប់ចំនួន50យួនតាមអ្វីដែលយើងទិញអាហ្នឹងមិនវាអូខេតមកពេលយើងមើលអីហើយអស់ហើយទឹកលុយត្រូវអីហើយអស់ហើយគេត្រូវការឲ្យយើងទៅសេអក្សរការសេអក្សរហ្នឹងគឺយើងអាចទៅសេពី Google Translate ក៏បានឬក៏អីក៏បានដែរអានេះខ្ញុំគ្រាន់តែចុចឧទាហរណ៍ណាខ្ញុំគ្រាន់តែជាឧទាហរណ៍ឲ្យមើលទេហើយយើងអាចចុចផ្ទាំងក្រហមហ្នឹងបានបន្ទាប់ពីយើងចុចផ្ទាំងក្រហមហ្នឹងហើយឃើញគេប្រាប់ឲ្យថាការ refund លុយហ្នឹងគឺបានដំណើរការហើយវានឹងបង្ហាញថាវាទុកពេលដូចជា36ម៉ោងឬក៏24ម៉ោងឬក៏48ម៉ោងឲ្យអ្នកលក់ហ្នឹងដោះស្រាយពីអ្វីដែលយើងបានដាក់ refund ហ្នឹងបើគេអត់ដោះស្រាយយើងទេគេ skip ចោលគឺផុតម៉ោងហ្នឹងលុយគេនឹង refund មកយើងវិញហើយណាសម្រាប់អ្នកទេ Alipay ពេលដែលដល់ម៉ោងភ្លាមគឺលុយលោតចូលមកវិញភ្លាមតែបើអ្នកប្រើកាតយើងចាំរៀងយូរអាស្រ័យទៅលើការ process របស់ធនាគាររបស់យើងអត់ដឹងថា1ខែ2ខែ3ខែឬក៏យ៉ាងណាយើងអត់ដឹងច្បាស់ទៅតាមថាធនាគារយើងហ្នឹងគេធ្វើការរយៈពេលប្រហែលថ្ងៃប្រហែលខែអីចឹងទៅកន្លែងនេះខ្ញុំបញ្ជាក់បន្តិចដើម្បីចង់ដឹងថាយើង refund ជោគជ័យឬមួយក៏អត់យើងចូលកន្លែងមនុស្សក្រុមគេស្ដាំដៃនឹងដដែលហើយយើងជួយអក្សរចិន2អក្សរនេះតបមកគឺយើងអូសមកមើលអីវ៉ាន់ដែលយើងបាន refund លុយហ្នឹងយើងចុចលើរូបអីវ៉ាន់ហ្នឹងហើយតបមកគឺយើងមើលទៅលើអក្សរចិន4អក្សរនេះដែលតំណាងឲ្យការ refund លុយយើងចុចលើហ្នឹងពេលដែលវាលោតបែបហ្នឹង1កង់2កង់3កង់ហើយលោត tick បែបនេះគឺកន្លែងនេះគេបញ្ជាក់ឲ្យថាការ refund លុយហ្នឹងគឺបានជោគជ័យហើយទឹកលុយខ្ញុំនេះគឺ refund ចូល Alipay វិញពេលវេលាខាងក្រោមនេះគឺជាពេលវេលាដែលគេ refund លុយអញ្ចឹងបើយើងប្រើការធនាគារគឺវានឹង process ពេលយូរជាងហ្នឹងនេះគឺជារបៀបនៅក្នុងការចុច cancel ការទិញឬមួយក៏ការ refund លុយនៅក្នុង app Pinduoduo មានតែប៉ុណ្្នឹងទេ